ទស្សនវិជ្ជាបងប្អូនអ្នកឆ្លងម៉ូតូទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូមួយទៀតអំពីអ្នកដែលចាប់ផ្ដើមជិះម៉ូតូអំយ៉ាដំបូងជាពិសេសអ្នកដែលចង់ជិះ XR ណាធម្មតា XR 250គឺវាមាន6លេខដូចនៅក្នុងនេះចឹងខ្ញុំបង្ហាញជូនណា1បន្ទាប់មកចូលលេខ N លេខ N ហ្នឹងគឺលេខដែលអត់មានដំណើរការទៅមុខទេគឺ stop ហើយនឹងលេខ2លេខ3លេខ4លេខ5លេខ6តែម្ដងអញ្ចឹងតើយើងជិះវាម៉េចបងប្អូនដំបូងយើងត្រូវយល់ថាម៉ូតូអំយ៉ាអត់ដូចម៉ូតូយើងអូតូឬមួយចង្កឹះលេខធម្មតាដូចអសងទេគឺយើងត្រូវដាក់លេខទៅមុខមួយនេះសញ្ញានេះទៅមុខមួយហើយជន់ឆ្កឹះមកក្រោយបានចូលលេខ2លេខ3លេខ4លេខ5លេខ6អញ្ចឹងជន់មួយឆ្កឹះរហូតដល់6ប៉ុន្តែដល់ពេលយើងចង់ដោះលេខវិញធ្វើម៉េចដោះលេខឧទាហរណ៍យើងលេខ6យើងជន់មុខ1មុខ2មុខ3មុខ4ជន់ដល់ល្អហើយបន្ទាប់ជន់អស់ដល់លេខ4នេះយើងឆ្កឹះវិញតិចថ្នមបន្តិចទៅវាចូលអិនហើយអញ្ចឹងគឺដល់លេខ stop ហើយអញ្ចឹងខ្ញុំឧទាហរណ៍ជូនបងប្អូនទាំងអស់គ្នាដើម្បីងាយស្រួលអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងពេលយើងបិឆេះយើងអត់ទាន់ចេញតាណាទេអញ្ចឹងដោយសារតែខ្ញុំកាន់ដៃម្ខាងធម្មតាម៉ូតូនោះវាមានអំយ៉ាអញ្ចឹងនៅពេលណាយើងលេខ N អញ្ចឹងយើងបិឆេះបន្ទាប់មកទៀតពេលដែលយើងបិឆេះហើយយើងត្រូវចាប់អំយ៉ានេះជាប់ចាប់អំយ៉ាជាប់ហើយបាត់ដាក់លេខទៅមុខអានេះដោយសារតែវាអត់មានលេខអញ្ចឹងវាដល់ចូលលេខ1វាដល់ម្លែកទៅមុខជាមួយខ្ញុំម្លែកណាទៅមុខហើយអញ្ចឹងក៏បីឲ្យដាក់ដល់ពេលយើងចាប់អំយ៉ាហើយយើងចាប់ដល់ពួលក្រាទៅមុខដោយសារតែខ្ញុំកាត់ដៃម្ខាងយើងពួលតិចទៅយើងពួលក្រាហើយយើងត្រូវម្លែកអំយ៉ាហើយតោះមុននេះយើងឆ្កឹះវិញយើងជាប់ឥឡូវយើងឆ្កឹះមួយហើយយើងម្លែកតិចទៅទៀតម្លែកតិចអញ្ចឹងណាហើយទៅចូលលេខ2តោះមុនទៀតកាត់ទៀតរហូតដល់អស់លេខ1អស់មានលេខមានជាប់អីទៀតហើយអញ្ចឹងយើងតិចចឹងទៅដល់មុនទៀតបើយើងចង់ដោះលេខបោះលេខ1 2 3 4 5អស់ក៏អស់ទៅអស់ដោះហើយអញ្ចឹងដល់លេខ1វិញលេខ1ដើម្បីចូលអត់វិញយើងកាត់ទៀតនោះចូលអត់ហ្នឹងឃើញទេអញ្ចឹងហ្នឹងវិធីសាស្ត្រក្នុងការជិះម៉ូតូអាយ៉ាដើម្បីចែកជូនដល់បងប្អូនដែលឆ្លងម៉ូតូទាំងអស់គ្នាហើយក្នុងនេះផងដែរខ្ញុំបន្ថែមជូនដល់បងប្អូនទាំងអស់គ្នាថាយើងគ្រាន់តែមើលនៅក្នុងវីដេអូនេះយើងអត់ទាន់ចេះជិះទេយើងអត់អាចទិញមកហើយមើលវីដេអូជិះបានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវរៀនជិះហើយមានអ្នកបរៀនតែអានេះខ្ញុំក៏នៅប្រាប់ជាមូលដ្ឋានគ្រឹះគឺវាអញ្ចឹងម៉ូតូអំយ៉ាគឺវាមានលក្ខណៈបែបហ្នឹងហើយម៉ូតូអំយ៉ាគឺជាម៉ូតូមួយដែលពិសេសដែលឲ្យយើងរវាងរវៃគ្រប់កាយសម្បទាទាំងអស់ព្រោះដោយសារអីអញ្ចឹងទី1យើងត្រូវជន់5ជើងស្ដាំទី2យើងត្រូវជន់លេខជើងឆ្វេងទី3យើងត្រូវចាប់អំយ៉ាដើម្បីដាក់លេខនៅលោះលេខទី4យើងត្រូវប្រើដៃស្ដាំនេះដើម្បីចាប់ប្រាំងហើយនឹងមូលហ្គាទៅមុខអញ្ចឹងហើយទី5ភ្នែករបស់យើងត្រូវសម្លឹងទី6ជាពាក្យរបស់យើងជារបស់យើងត្រូវស្ដាប់មានអ្នកវ៉ាឬមួយមានសភ្លេអញ្ចឹងឆ្វេងស្ដាំអីអញ្ចឹងទៅហើយចំណុចចុងក្រោយគឺចង្កេះរបស់យើងនៅពេលណាដែលយើងជិះអំយ៉ាគឺត្រូវរវាងរវៃលឿនហ្មងមានន័យថាវាលក្ខណៈរហ័សក្នុងការធ្វើការងារទាំងដៃឆ្វេងដៃស្ដាំជើងឆ្វេងជើងស្ដាំទាំងអស់ទាំងចង្កេះរបស់យើងចាក់គឺយើងរហ័សរហួនខ្លាំងណាស់មិនអាចជិះបានបើជិះមុំគឺយើងអត់រហ័សរហួនយើងអត់រវាងរវៃពិបាកជិះណាស់ធ្វើបាបខ្លួនឯងហើយខ្ញុំផ្ដាំចំណុចចុងក្រោយបំផុតជិះម៉ូតូអំយ៉ាយើងត្រូវប្រើវាឲ្យជួយកម្លាំងយើងកុំជួយកម្លាំងវាកុំយកដៃយើងប្រឹងទប់ប្រឹងជន់អត់ហ៊ានមូលអត់ហ៊ានរោអត់ទេម៉ូតូអំយ៉ាគឺត្រូវប្រើកម្លាំងវាត្រូវចាប់អំយ៉ាត្រូវជន់ប្រាំងត្រូវកញ្ឆក់កញ្ឆែងត្រូវស្ទុះបានយើងជិះទៅស្រួលបានយើងជិះទៅវារលូនវាអត់ហត់ហើយបើយើងទៅធ្វើកើមនៅធ្វើថ្នមដូចយើងជិះអូតូឬអីហ្នឹងគឺយើងវេទនាខ្លួនឯងអូខេវីដេអូនេះរៀងវែងតិចសង្ឃឹមថាបងប្អូនដៃថ្មីនឹង
យល់ពីចំណុចនេះហើយបើមានអ្វីផ្សេងទៀតចាំជួយខមមិនខ្ញុំធ្វើជូនទៀតអរគុណបងប្អូនអ្នកឆ្លាញ់ម៉ូតូទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នា